នៅថ្ងៃទី2 ខែមីនាឆ្នាំ2025លោកស្រីសមាជិកក្រុមប្រឹក្សាឃុំតំណាងឲ្យលោកយិតស៊ីវប្រធានក្រុមប្រឹក្សាឃុំបាននាំយកថវិកាផ្ទាល់ខ្លួនរបស់លោកស្រីសមាជិកក្រុមប្រឹក្សាឃុំនិងអង្ករចំនួន25គីឡូក្រាមដើម្បីទៅចូលរួមបុណ្យរំលែកទុក្ខដល់គ្រួសារនៃសពលោកអូនសាវឿនដែលបានទទួលមរណភាពកាលពីថ្ងៃទី2ខែមីនាឆ្នាំ2025ស្ថិតនៅក្នុងមូលដ្ឋានភូមិថ្លឹកដំណាក់ហ្លួងឃុំជំរះពេនស្រុកសំរោងខេត្តតាកែវវេលានោះផងដែរលោកស្រីសមាជិកក្រុមប្រឹក្សាឃុំតំណាងឲ្យរដ្ឋបាលឃុំក៏បានរៀបចំជូននូវសម្បត្តិមរណភាពជូនទៅដល់គ្រួសារនៃសពដល់ទីកន្លែងផងដែរសូមអរគុណ